តើចម្ងាយផ្លូវពីភ្នំពេញទៅខេត្តមណ្ឌលគិរីមានប្រវែងប៉ុន្មានហើយឆ្លងកាត់ខេត្តណាខ្លះចម្ងាយផ្លូវពីភ្នំពេញទៅមណ្ឌលគិរីមានប្រវែង382គីឡូម៉ែត្រហើយកាត់តាមខេត្តកណ្ដាលព្រៃវែងកំពង់ចាមនិងខេត្តត្បូងឃ្មុំតាមបណ្ដោយផ្លូវជាតិលេខ7និងបន្តចូលផ្លូវជាតិលេខ75តើចម្ងាយផ្លូវពីរាជធានីភ្នំពេញទៅកាន់ខេត្តរតនគិរីមានប្រវែងប៉ុន្មានហើយឆ្លងកាត់ខេត្តណាខ្លះចម្ងាយផ្លូវពីរាជធានីភ្នំពេញទៅខេត្តរតនគិរីមានប្រវែង588គីឡូម៉ែត្រហើយធ្វើដំណើរតាមផ្លូវជាតិលេខ7និងលេខ13ហើយខេត្តដែលត្រូវឆ្លងកាត់គឺខេត្តកណ្ដាលខេត្តកំពង់ចាមខេត្តត្បូងឃ្មុំខេត្តក្រចេះនិងខេត្តស្ទឹងត្រែងបន្ទាប់មកបន្តចូលតាមផ្លូវជាតិលេខ19ដើម្បីទៅដល់ទីរួមខេត្តរតនគិរីតើចម្ងាយផ្លូវពីភ្នំពេញទៅខេត្តព្រះវិហារមានប្រវែងប៉ុន្មានហើយឆ្លងកាត់ខេត្តណាខ្លះការធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះវិហារមានចម្ងាយប្រមាណ246គីឡូម៉ែត្រទៅ294គីឡូម៉ែត្រអាស្រ័យលើផ្លូវដែលអ្នកជ្រើសរើសជាទូទៅការធ្វើដំណើរដោយរថយន្តប្រើពេលប្រហែល4ទៅ5ម៉ោងដោយឆ្លងកាត់ខេត្តចំនួន3គឺខេត្តកំពង់ចាមខេត្តកំពង់ធំនិងខេត្តសៀមរាបអាស្រ័យលើផ្លូវវាងដែលអ្នកជ្រើសរើសផ្លូវធ្វើដំណើរដែលពេញនិយមជាងគេមាន2ខ្សែខ្សែទី1កាត់តាមខេត្តកំពង់ធំធ្វើដំណើរតាមផ្លូវជាតិលេខ6ទៅដល់ខេត្តកំពង់ធំបត់ចូលផ្លូវជាតិលេខ62ឆ្ពោះទៅកាន់ទីរួមខេត្តព្រះវិហារខ្សែទី2កាត់តាមខេត្តសៀមរាបធ្វើដំណើរតាមផ្លូវជាតិលេខ6រហូតដល់ខេត្តសៀមរាបរួចបន្តដំណើរតាមផ្លូវជាតិលេខ67ឆ្ពោះទៅកាន់ស្រុកអន្លង់វែងនិងចូលទៅកាន់ខេត្តព្រះវិហារ